men se ma cà pia khmoi priệt bay sai áp mục bừa sô được cay bằng bạch ấy thế se ma khong tin đấy đòi nấu se ma na để cho kriệ nấu hai pram bạc cá mình oi vì nè mình oi bắt hai ta se ma làm cho con làm chả Sôm thưa ca grab namaskar ថ្វាយបង្គំពុះប្រជុំ3នៃព្រះត្រៃរតន៍មានព្រះពុទ្ធរតនៈ1ព្រះធម្មរតនៈ1ព្រះសង្ឃរតនៈ1ដោយសេចក្តីគោរពស្តីជ្រះថ្លាកោតក្រែងក្រែងលែងសពកាលសូមក្រាបថ្វាយបង្គំចំពោះព្រះរាជាគណៈព្រះគ្រូឋានានុក្រមព្រះមន្ត្រីសង្ឃព្រះគ្រូចាតិកាព្រះថេរានុថេរៈគ្រប់ព្រះអង្គទាំងអស់ដែលមានព្រះវត្តមានក្នុងវេលាឱកាសនេះចម្រើនពរចំពោះអស់លោកជាឥសរាធិបតីសមីនៃទានគ្រប់រងទិសទាំងអស់ដែលបានមកមូលដុំប្រជុំគ្នាក្នុងរោងធំក្នុងទីអាវាសនៃវត្តដែលបានប្ររពធ្វើនៅពិធីបុណ្យបញ្ចុះខណ្ឌសីមាក្នុងព្រះវិហារថ្មីដែលបានស្រេចបាច់ជាស្ថាពរហើយក៏ប្ររពធ្វើនៅពិធីសម្ពោធឆ្លងផងបញ្ចុះខណ្ឌសីមាផងសម្ពោធនេះប្រែថាសម្រេចធ្វើឲ្យស្រេចបាច់កាលណាវត្ថុណាដែលធ្វើឲ្យស្រេចបាច់ហើយហៅថាសម្ពោធតែយើងបានធ្វើស្រេចបាច់ហើយក្នុងព្រះវិហារនេះក៏សាងមករយៈកាលចូលមកទស្សវត្សណាជាងផងជាងមើលទស្សវត្សឥឡូវហ្នឹងបានស្រេចបាច់ណារួចអស់ហើយទើបសម្ពោធឆ្លងមិនដែលមិនទាន់សម្ពោធឆ្លងទេត្រូវធ្វើពិធីបុណ្យបញ្ចុះសីមាសិនណាកាលណាអស់លោកពុទ្ធបរិស័ទធ្វើវិហារថ្មីហើយត្រូវបញ្ចុះឬក៏ថាចងសីមាក្នុងទីនេះគឺចងក្រៀកនៅវត្ថុ5យ៉ាងមិនឲ្យវិនាសហៅថាសីមាមិនមែនសីមាការពារខ្មោចព្រាយបីសាចអាប់ធ្មប់អំពើអសូរកាយបាំងបាត់អីទេសីមាក្នុងទីនេះដល់នៅសីមាឯណាដែលចងក្រៀកនៅហេតុ5ប្រការមិនឲ្យវិនាសមិនឲ្យបាត់ហៅថាសីមាទី1នឹងគឺចងនៅសង្កកម្មវិហារនេះអស់លោកពុទ្ធបរិស័ទចងសីមាបញ្ចុះសីមាក្នុងពេលនេះក្នុងទីនេះគឺចងក្រៀកនៅសង្កកម្មមិនឲ្យវិនាសមិនឲ្យខ្ចាត់ខ្ចាយមិនឲ្យរត់រាយហ្នឹងគឺសីមាក្នុងទីហ្នឹងសំដៅលើទី1គឺចងនៅសង្ឃកម្មឲ្យសម្រេច2នោះគឺចងនៅកឋិនកម្មឲ្យសម្រេច3ចងនៅឧបសម្បទាកម្មឲ្យសម្រេច4ចងនៅអបោសតកម្មឲ្យសម្រេច5ចងនៅណែឧបសម្បទាកម្មណាអញ្ចឹង5យ៉ាងហ្នឹងសង្ឃកម្មឧបសម្បទាកម្មបវរណាកម្មកឋិនកម្មឧបោសតកម្មកម្មទាំងឡាយ5យ៉ាងហ្នឹងសីមាក្នុងទីហ្នឹងក្នុងព្រះវិហារហ្នឹងចងឲ្យជាប់ចងឲ្យស្រេចបាច់ចងមិនឲ្យវិនាសទេអញ្ចឹងទើបអានិសង្ឃដែលបុរាណអាចារ្យលោកពោលសរសើរអ្នកបានធ្វើវិហារទានហើយបានចងនៅសីមានេះឈ្មោះថាជាអ្នកទំនប់បំរុងពុទ្ធសាសនាឲ្យតាំងនៅឲ្យស្ថិតនៅឲ្យស្ថិតស្ថេរតាំងនៅអស់កាល5000ព្រះវស្សាបើ
ក្នុងវត្តអារាមមិនមានខណ្ឌសីមាទេដល់ទៅពេលអស់លោកហែកឋិនមកមិនដឹងទៅក្រាលក្រងឯណាទេអញ្ចឹងកាលណាយើងមានវិហារដែលចងដោយពតសីមាហើយនេះពេលដែលគេហែកឋិនមករឆ្នាំមកគេចូលទៅសម្រេចសង្ឃកម្មនឹងនៅក្នុងវិហារនឹងអញ្ចឹងអ្នកកសាងវិហារនឹងដូចបានកសាងកឋិនរាល់ឆ្នាំអញ្ចឹងដែរបានអានិសង្ឃដែរចំណែកដែរព្រោះអីព្រោះតែយើងបានកសាងវិហារទានទុកឲ្យគេទុកឲ្យសង្ឃបានប្រព្រឹត្តបានកម្មយកនៅកឋិនកម្មហើយឧបសម្បទាកម្មដូចគ្នាដែរបើវត្តនឹងគ្មានវិហារគ្មានសីមាទេមិនដឹងទៅពំពោះភិក្ខុនឹងនៅនឹងកណាទេអញ្ចឹងអ្នកដែលធ្វើវិហារកសាងវិហារនេះអស់លោកពុទ្ធបរិស័ទក្នុងទីនេះដូចអ្នកបានធ្វើបុណ្យបំពោះនេះរាល់ឆ្នាំអញ្ចឹងឲ្យតែមានអ្នកណាមកបោះក្នុងវិហារហ្នឹងអានិសង្ឃយកបានទៅឧបសម្បទាកម្មត្រូវការសីមាដើម្បីជាទីញ៉ាំងញត្តិទុតិយកម្មហ្នឹងឬញត្តិចតថកម្មវិចារនោះឲ្យឡើងអបោសតកម្មភិក្ខុសង្ឃរាល់ដល់ថ្ងៃ15រោចដល់ថ្ងៃ15កើតដល់ថ្ងៃ14រោចដល់ថ្ងៃ15កើតមួយខែមាន4ដងត្រូវការប្រជុំគ្នាធ្វើអបោសតកម្មមិនដឹងទៅធ្វើឯណាទេបើសិនในវត្តអត់មានសីមាអត់មានខណ្ឌសីមាអញ្ចឹងគឺយើងបានធ្វើនឹងឈ្មោះថាបានអានិសង្ឃនឹងព្រមជាមួយព្រះភិក្ខុសង្ឃដែរបានអានិសង្ឃអញ្ចឹងកម្មទាំង5យ៉ាងនេះគឺត្រូវការសីមាក្នុងទីហ្នឹងហើយមកចងមកក្រៀកនៅកម្មទាំងឡាយ4យ៉ាង5យ៉ាងហ្នឹងមិនឲ្យវិនាសទើបព្រះពុទ្ធអង្គទ្រង់ត្រាស់ហៅថាជាសីមាវិសីមានឹងមានដល់ទៅ2យ៉ាងមួយគឺខណ្ឌសីមាមួយទៀតគឺមហាសីមាខណ្ឌសីមាគឺសំដៅយកទីឯណាដែលភិក្ខុចាប់ពី21រូបគង់បានរហូតដល់ភិក្ខុ1000រូបអង្គុយក្នុងនឹងចុះនឹងហៅថាខណ្ឌសីមាដូចថ្ងៃហ្នឹងអញ្ចឹងអស់លោកកំពុងតែកសាងខណ្ឌសីមាហើយវិហារនេះធំស្កឹមស្កៃណាស់ភិក្ខុត្រឹម100អង្គ200អង្គហ្នឹងគង់បាននឹងនៅក្នុងខណ្ឌសីមាហើយសីមាឯណាដាក់ចុះភិក្ខុចាប់ពី21រូបទៅដល់1000រូបហៅថាខណ្ឌសីមាចំណែកមហាសីមាវិញគឺសីមាឯណាដែលដាក់ភិក្ខុចាប់ពី1001រូបឡើងទៅអានឹងហៅថាមហាសីមារហូតដល់មានដី3គាវុតអានឹងសប្ថ្ងៃលែងមានហើយសីមានឹងនោះព្រោះកាលពីសម័យពុទ្ធកាលព្រះមហាកាសបៈកាលដែលលោកនៅលោកខ្ជិលចងសីមាចុះឡើងលោកចងម្ដងមកក្រុងរាជក្រឹសហ្នឹងមកដល់អញ្ចឹងហើយភិក្ខុសង្ឃនៅឯណាឯណីឲ្យតែដល់ត្រូវធ្វើសង្ឃកម្មម្ដងនាំគ្នាមកបើមិនមកទេកម្មនឹងត្រូវជាអន្តរាយទើបលោកឃើញពីផលវិបាកសម្រាប់ភិក្ខុចាស់ភិក្ខុមានអាពាធពិបាកនឹងផ្លាស់ទីក្នុងការធ្វើកម្មនៅក្នុងមហាសីមានឹងហើយទើបលោកចងនៅខណ្ឌសីមាហ្នឹងបំបែកខណ្ឌសីមាហ្នឹងគឺវត្តមួយមានសីមាមួយដែលហៅថាខណ្ឌសីមាអញ្ចឹងហើយបានតែវត្តប្រធានហ្នឹងក៏ណាមានសីមាមួយទៅវត្តបលាំងមានសីមាមួយទៅវត្តពទ្វាមានសីមាមួយទៅបើពីដើមអត់ទេដីប៉ុណ្ណឹងគឺថាចងសីមាតែមួយពួក3គាវុតហ្នឹងធំណាស់1គាវុត4គីឡូ
3 kiaពុតមិន12 គីឡូអា12ជុំវិញទៅមិនតូចឯណាមិនដឹងឯដាក់ភិក្ខុសង្ឃបានប្រមាណ10000អង្គអញ្ចឹងទើបលោកត្រាស់បញ្ញត្តិឲ្យចងខណ្ឌសីមាហ្នឹងហើយខណ្ឌសីមាហ្នឹងចងហើយពេលដែលចងហើយហ្នឹងមិនវិនិច្ឆ័យណាទៀតទេអត់ចេះដាច់ទេរហូតដល់អស់ពុទ្ធសាសនាបានសីមាហ្នឹងដាច់បានសីមាហ្នឹងដាច់ហើយកិច្ចក្នុងការចងសីមានេះខ្ញុំបកណាអាត្មាភាពសូមមិនលើកនិយាយឲ្យវែងសក្តីទេព្រោះជាកិច្ចរបស់សង្ឃយើងស្ដាប់ទៅក៏មិនយល់ដែរពុទ្ធបរិស័ទនោះព្រោះនឹងជាកិច្ចរបស់ភិក្ខុសង្ឃលោកត្រូវញត្តិត្រូវប្រកាសដកសីមាហើយចងសីមាត្រូវប្រកាសនិមិត្តសពគ្រប់បែបយ៉ាងនេះជារឿងរបស់ភិក្ខុសង្ឃទេអញ្ចឹងហើយពុទ្ធបរិស័ទស្ដាប់ទៅក៏មិនងាយយល់បានដែរបើមិនធ្លាប់សិក្សារៀនសូត្រប៉ុន្តែនិយាយអំពីអានិសង្ឃរបស់ប្រជាពុទ្ធបរិស័ទដែលបានកសាងនៅវិហារទាននេះឈ្មោះថាជាអ្នកឲ្យនៅសេចក្តីសុខស្រួលដល់ព្រះភិក្ខុសង្ឃឲ្យសេចក្តីសុខស្រួលដល់ព្រះពុទ្ធសាសនាកសាងនៅទីពោជនីយវត្ថុជាទីរក្សានៅអាយុជីវិតព្រះពុទ្ធសាសនានឹងបានបន់ច្រើនណាស់រាប់ប្រមាណមិនបានឲ្យខ្ញុំបករណាទៅកណនីអំពីអានិសង្ឃរបស់មហាប្រជាពុទ្ធបរិស័ទស្រីប្រុសដែលបានកសាងនេះគឺអត់មានទេកណនីមិនបានទេព្រោះវាថ្លៃរហូតដល់តែកណនីមិនបានប៉ុន្តែសប្តាហ៍ថ្ងៃនេះមនុស្សម្នាប្រុសស្រីនេះមិនសូវនឹករលឹកឃើញថាបុណ្យនឹងជាបុណ្យធំអីទេនាំគ្នាធ្វេសប្រហែសព្រោះតែសក្តីប្រមាទចូលមករុករៀនទន្ទ្រានផ្លូវចិត្តរបស់ពុទ្ធបរិស័ទរបស់កុលបុត្រកុលធីតាខ្មែរចំនួននេះបើចំនួនយើង20ឆ្នាំមុនអីឲ្យទៅលឺនៅបនបច្ចុះសីមាវត្តឯណាហ្នឹងគឺថាទៅហើយស្ងាត់ស្រុកស្ងាត់ភូមិមកហើយខ្លះអត់មកវិញទេបើថាបនគេធ្វើ3យប់3ថ្ងៃវិច្ចមុងវិច្ចពួយទៅដេកឯនងហ្មងបានមើលលខោនបានមើលកុនបានធ្វើបនស្ដាប់លោកទេសបានរាប់បាតបានធ្វើចង្ហាន់ប្រសង់អីហ្នឹងបើដល់ឥឡូវសប្តាហ៍ថ្ងៃមិនដូចមុនអញ្ចឹងទេក្មេងៗអីគេភ្លេចអស់ហើយគេចាត់ទុកថាជារឿងធម្មតាអញ្ចឹងណាហើយទាំងដែលប្រពៃណីទំនៀមទម្លាប់យើងពីដើមអត់ទេធំណាស់សម្គាល់បុណ្យនឹងថាជាបុណ្យធំអញ្ចឹងមកព្រោះពីដើមងាយណាក៏សាងវិហារបានមួយមិនវិហារក៏សាងលឿនដោយវត្តកលាញ់ចាស់ឯណាវត្តសម្ដេចនុនង៉ែតសែនជ័យសត្ថារាមវិហារសាងតាន់មួយឆ្នាំឯចិត្តបានបញ្ចុះសីមាវត្តនេះក៏សាងជាងមកទសវត្សដែរបើតាមអាត្មាដឹងហ្នឹងហ្នឹងហើយមិនដឹងអស់ប្រមាណសក្រាចទៅហើយទេវត្តនេះណា5សក្រាចណា2ទសវត្សណាជាង20ឆ្នាំអស់5សក្រាចបានវិហារនឹងមួយណាសក្រាចខ្លះក៏ចាក់សិក្ខាបទទៅសក្រាចខ្លះក៏ណែលោកទទួលអនិច្ចធម៌ទៅណាអញ្ចឹងយូរហើយវិហារវត្តប្រធាននេះតម្រាំតែបានមកបញ្ចុះសីមាបញ្ចុះចំឆ្នាំស្រុកកើតសង្គ្រាមទៀតណាប៉ុន្តែផុតទេសង្គ្រាមកើត2025បញ្ចុះសីមា2026ខុសគ្នាបានឆ្លងឆ្នាំមិនបើរាប់ខែគៀកគ្នាអញ្ចឹងមិនងាយនឹងបានកសាងឲ្យបានស្រេចបាច់ស្រួលពួលកើតឡើងជាវិហារនេះទេតម្រាំបានបញ្ចុះសីមាហ្នឹងគឺថាចំណាយធនធានញើសឈាមរបស់ជាពុទ្ធបរិស័ទនឹងអ្នកខ្លះក៏ធ្វើវិហារលើកដីជីកស្រះ
tăng là vì mình toàn ban co vì hia lấy co vì hia hai class có ban nêu rốt toàn ban cho xây ma chlong class có nêu mình toàn class có toàn chẳng vậy chẳng an để xong đặt ở lô ban co sang vị hiền đi một hai chuyện nè ban tụm lục bồng rong Phật sát na ở tăng ở dụ nêu tăng ở dụ nêu và ở vị hiền tới cứ tha có xong đang được vượt cách ấy nát thế sắp ngày và xong có mình ban đôi tìm môn nêu tam prey tam độc ấy thế cứត្រូវការកត់សាលាណាវិហារសម្រាប់ចទីស្រួលបួលក្នុងការមើលពិនិត្យព្រោះឥឡូវមានអ្នកបន្លំច្រើនប្រសង់មិនអាចអត់មានវត្តនៅទេសប្តាហ៍ថ្ងៃសម័យពុទ្ធកាលអត់អីទេប៉ុន្តែសម័យនេះអីទេមកមានវត្តមានអារាមច្បាស់លាស់ប្រកបប្រជាប៉ុណ្ណឹងផងនៅមាននោះអន្តរថ័យដែលគេបានទៅបន្លំជាអ្នកបួសចូលទៅក្នុងសំណាក់នេះសំណាក់នោះបោកប្រាស់ជំនឿសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទទៀតក៏មានដែរណាអញ្ចឹងហើយបានតែអានិសង្ឃកសាងវត្តវាអារាមនេះមានអានិសង្ឃក្រៃលែងណាស់ពុទ្ធបរិស័ទក៏បីតែញ៉ាំងសទ្ធារបស់ខ្លួនឲ្យបានជ្រះថ្លាមមមួនខ្ជាប់ខ្ជួនទៅកុំធ្វេសប្រហែសកុំភ្លើនរហូតឲ្យគិតថាបុណ្យនេះជាបុណ្យអត់អំពើកុំគិតដូច្នោះឡើយសូម្បីតែព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គសរសើរដែរនៅក្នុងអនង្បានੰវត្ថੰយានੰមានលាកន្ធំវលេបណੰសយាសថੰបតិបេយ៉ាងទានវត្ថុ10យ៉ាងនោះរហូតដល់ព្រះអង្គសម្ដែងថាអ្នកឲ្យទីសេនាសនៈនេះឈ្មោះថាឲ្យនៅសេចក្តីសុខឲ្យនៅសេចក្តីសុខជាអ្នកមានសម្បុរល្អផងសម្បុរភ្លឺផងជាអ្នកមានរូបសន្តានល្អប្រសើរផងជាអ្នកមិនមានរោគផងអានឹងសេចក្តីទុក្ខដែលយើងកំពុងជួបហើយកើតមករូបមិនស្អាតក៏ទុក្ខដល់តែបានរូបស្អាតទៅហើយឈឺជាទុក្ខហើយទុក្ខសពថ្ងៃឈឺដោយជំងឺដំកាត់ផ្សេងបើថាកន្លែងណាជានាំទៅហើយជន់គ្នាមិនក៏អត់នេះដែរអត់រាថយដែរព្រោះតែអីព្រោះតែត្រូវសេចក្តីទុក្ខក្របសង្កត់ចុះបើយើងកើតមកកុំឈឺទៅវាមិនពិបាកអីអញ្ចឹងអត់ពិបាកទេដឹងតែសប្បាយតែហ្មងសុខព្រោះសេចក្តីមិនមានរោគហើយអានិសង្ឃដែលអស់លោកបានធ្វើហ្នឹងញ៉ាំងឲ្យជាអ្នកមិនបរិបូរដោយរោគទេនឹងអញ្ចឹងហើយវិហារនេះពីដើមស្ថិតក្នុងគាមវាស័យខ្លះក្នុងអរញ្ញវាស័យខ្លះក្នុងគាមវាស័យនេះគឺជាវិហារដែលគេកសាងក្នុងស្រុកក្នុងភូមិក្នុងទេសដោយវិហារវត្តប្រធាននឹងអញ្ចឹងកសាងក្នុងស្រុកអានឹងហៅថាវិហារជាគាមវាស័យហើយវិហារដែលជាអរញ្ញវាស័យនេះគឺថានៅក្នុងព្រៃស្មោសានដោយជ្រោះជ្រងចលងដងភ្នំនោះអត់មានអ្នកស្រុកនៅចិត្តនោះក៏ហៅថាវិហារក្នុងអរញ្ញវាស័យហើយវិហារទាំងពីរនេះសិតសឹងតែត្រូវការខណ្ឌសីមាដើម្បីកំណត់ទីតាំងដែលសង្ឃគប្បីធ្វើនៅសង្ឃកម្មផ្សេងដោយខ្ញុំមកកើតណាស្មារតីបានរៀបរាប់មក5ខាងដើមនោះមានអបោសតកម្មបវរណាកម្មកឋិនកម្មឧបោសតកម្មឧបសម្បទាកម្មនោះត្រូវការទីដែលមានសីមាជាក់លាក់ហើយបើសិនសីមាមិនជាក់លាក់ទេកម្មដែលធ្វើនោះមិនឡើងហើយតែមិនឡើងហើយគឺស្មើនឹងធ្វើទៅវាអត់ប្រយោជន៍ដោយចាក់អកោអត់ឡើងអញ្ចឹងណាតែម្សៅមិនឡើងណាអកោហ្នឹងគេបោះចោលហើយបើទៅហូបក៏មិនឆ្ងាញ់និយាយទៅលក់ក៏គេមិនទិញ
này chẳngត្រូវការធ្វើឲ្យឡើងបើធ្វើឲ្យឡើងក៏មានសីមាអញ្ចឹងសីមាក្នុងទីហ្នឹងចងនៅចងគ្រាកនៅហេតុ5យ៉ាងហ្នឹងអានេះឲ្យអស់លោកកុំយល់ច្រឡំណាកុំយល់ច្រឡំថាអាសីមាហ្នឹងចងទៅការពារខ្មោចព្រាយបិសាចរត់ទៅគេកាត់មិនទាន់នាំគ្នាទៅបោចអស់ខ្មែរយើងសម្បូរមកមើលតាមវត្តកាត់តាមតាន់រត់ជន់ក្បាលលោកទៅពងអសោតមកទៀតណាឲ្យតែមិនកិច្ចបំជន់ឲ្យទៅសីមាដែលគេចងខ្ពស់ជាងនឹងបន្តិចទៀតហក់បទិញបតងជន់លោកនេននឹងល្មងហ្នឹងព្រះអង្គណាទៀបផងតែគេជន់បានមើលទេនិយាយតែគេដណ្ដើមសីមាកុំតែនៅចិត្តហ្នឹងស្រួលមិនស្រួលហ្នឹងគេជន់លើហើយពិសេសយាយល្មងជន់មានតាឯណាទៅទេណាចាំមិនណាកុំយល់ច្រឡំណាសីមាក្នុងទីហ្នឹងសីមាចងរឿង5យ៉ាងមិញហ្នឹងទេមិនមែនចងការពារខ្មោចព្រាយបិសាចអីហ្នឹងទេមិនមែនចងការពារជំងឺកង្កាត់អីទេប៉ុន្តែបើយើងយកមកទុកក៏មិនទាស់អីដែរប៉ុន្តែបានក៏បានទៅមិនបានក៏ហីទៅមិនបាច់ទៅអន់ចិត្តមិនបាច់ទៅចំណែនអ្នកបានទេហើយក៏មិនបាច់ទៅរលថ្មល់ដដើមគ្នាដែរក្រែងតែវាមិនតាន់ខ្មោចចូលទៅវាទៅជាជន់គ្នាបាក់ដៃបាក់ជើងមុនទៅអានឹងឈឺជាងស្អីទៅទៀតឈឺភ្លាមនឹងទៅទៀតហើយមួយយ៉ាងចាស់ទៅហើយណាចាស់ហើយដៃក៏ទន់ជើងក៏ទន់ខ្នងក៏កោងកាលណាតែរលមនុស្សច្រើនទៅជន់គ្នាបើទៅជារឿងផ្សេងអញ្ចឹងកូនបន្ទោសទៅទៀតញាតិបន្ទោសទៅទៀតថាមកពីយាយឯងតាឯងមីងឯងបងឯងអូនឯងទៅបន់បញ្ចុះសីមាហ្នឹងបានតែដួលបានតែគេជន់បានតែបាក់ដៃបាក់ជើងបានតែបាត់របស់អាហ្នឹងគេបន្ទោសយើងទៀតអញ្ចឹងដើម្បីគេឲ្យកុំឲ្យបន្ទោសយើងគឺថាយើងគ្រាន់តែមកចាប់មគ្គផលដែលយើងបានកសាងវិហារនឹងជាដុំជាកំភួនជាមួយគេទេដែលយើងបានចូលចំណែកណាមួយពេលដែលគេសម្ពោធឆ្លងអីចឹងទៅប៉ុន្តែកុំមកព្រោះតែខ្សែសីមាដែលគេចងលើវិហារហ្នឹងនោះហ្នឹងហើយខ្សែហ្នឹងវាហើយបើយើងគោរពទៅក៏វាបានសុខដែរមិនអត់ទេក៏គ្រាន់តែថាកុំឲ្យដល់ថ្នាក់ដល់ថាត្រូវតែបាននោះណាមិនបានក៏ហីទៅបានក៏បានទៅបើបានក៏យកចែកគ្នាឲ្យសមរម្យអីទៅកុំឲ្យតដើមចង់បានតែច្រើនដល់ទៅហើយទៅមូលទុកឲ្យផ្ទះតដើមចង់បានច្រើនដល់ថ្នាក់អ្នកក្បែរគ្នាមិត្តភ័ក្តិមកធ្វើបុណ្យជាមួយគ្នាហៅថាញាតិពធអូស្រឡាញ់គ្នាណាស់ទៅណាបបួលគ្នាណាស់ដល់តែគេសុំចែកបន្តិចអត់ឲ្យទេអញទុកឲ្យកូនឲ្យចៅអញឯងមិនចេះតដើមយកខ្លួនឯងអត់ទេដល់ទៅដល់នោះគេមានចងឯណាកូនចៅនោះទុកចោលឯនោះទុកប្រហែលបាត់ទៅទៀតអត់ប្រយោជន៍ឯនេះអន់ចិត្តអត់អំពើអញខំមកជាមួយគាត់ដែរគាត់អត់ឲ្យអាហ្នឹងគេហៅថាមិនមែនរបស់សន្សំសុខទេរបស់ហ្នឹងរបស់សន្សំក្តៅក្រហាយហើយដល់តែគេអន់ចិត្តទៅមើលធ្វើបន់ជាមួយយាយហ្នឹងរាប់ឆ្នាំគាត់ទៅបញ្ចុះសីមាសុំដល់ខ្សែអំបោះ2 3ដសៃមិនឲ្យឈប់ទៅ9លើកក្រោយលែងទៅណាក៏លែងទៅយូរឆ្លោះគ្នាអត់ទៅគ្នាលែងនិយាយរកគ្នាអញ្ចឹងបានអីក៏បានតែឯងណាចែកគ្នាទៅហើយខ្សែសីមាដែលលោកចងពាត់គ្រាកចំព្រះវិហារហ្នឹងក៏ថាបានហើយក៏ចែកគ្នាទៅប៉ុន្តែកុំដណ្ដើមគ្នាពេកណាហើយយាយខ្លះមិនបានទេអានលងគេទៅកាត់ថ្មីហ្នឹងកំបិតនៅសស្ងាចចេះតែថ្មល់ចូលបាត់ត្រូវកំបិតហ្នឹងវាមិនអាយ៉ាណែមិនអញ្ចឹងមកឃើញណាឃើញគាត់ស្មាតគេមុនទៅកាត់សីមាក៏ច្រើន
មុនទៅចងសីមានឹងក៏ច្រើនដែរឃើញចង់គ្រាន់តែកបិតគេពងអសរស្ងាត់កាត់ផឹងដណ្ដើមរូចុះបើជ្រុលគ្នាតែប៉ះអាចង់កបិតដែលសស្ងាត់នឹងទៅវាមិនគួរថ្នាក់សីមាមានតបានចងណាវាមុតមុនអញ្ចឹងណាអញ្ចឹងកុំដណ្ដើមគ្នារហូតដល់ទៅបង្កើតគ្រោះថ្នាក់ហើយធ្វើហ្នឹងមិនមែនធ្វើឲ្យគេកោតទេធ្វើឲ្យគេតេះដៀលធ្វើឲ្យគេជេរថ្មេះប្រមាថថាមិនស្គាល់កាលមិនស្គាល់កលៈទេសៈមិនចេះរៀបរឹកអីទេរបស់បកែបន្តតែយើងអ្នកគោរពអ្នកប្រណិប័តបកែបុរាណពីដើមបកែនឹងគោរពប្រណិប័តអញ្ចឹងបានតែគេមានអីនៅក្នុងការគោរពប្រណិប័តហ្នឹងគឺមានយើងសពថ្ងៃជាពុទ្ធសាសនិកនេះមានធម៌ដែលយើងសូត្រហ្នឹងគឺអ្នកមោតស្សៈភគវតោរហតោសម្មាសម្ពុទ្ធស្សៈហ្នឹងជាធម៌ដែលយើងគោរពហើយធម៌ដែលគោរពហ្នឹងគឺថាហេតុអីបានឲ្យគោរពក៏តែមកពីគោរពបានបកែសូម្បីធ្វើស្នេហ៍ក៏គេសូត្រអ្នកមោដែរសួរគ្រូស្នេហ៍មើលតែកេះសួរគាត់មើលលោកគ្រូកាលតែលោកគ្រូឯងធ្វើស្នេហ៍ខ្ញុំហ្នឹងមានសូត្រអ្នកមោដែរអត់ទេណែបើមានអ្នកចេះស្នេហ៍បែបនេះហ่าបែបដឹងគឺគេថាគោរពរបស់ណាដែលគោរពបានពូកែហើយរបស់ដែលប៉កែគឺគោរពម៉ែគោរពឪហ្នឹងកូនចៅប្រុសស្រីគោរពម៉ែគោរពឪគោរពអ្នកមានសិលគោរពអ្នកដែលចម្រើនដោយវ័យគឺចាស់ព្រឹទ្ធាចារ្យហ្នឹងរមែងបានពរទាំងឡាយ4នោះអាយុ1វណ្ណៈ1សុខៈ1ពលៈ1ពរទាំងឡាយ4ប្រការនេះរមែងចម្រើនកើតមានដល់អ្នកដែលមានសេចក្តីគោរពកោតក្រែងដល់បុគ្គលដែលជាអ្នកមានសេចក្តីចម្រើនដោយគុណមានសីលគុណឬដែលចម្រើនដោយវ័យគឺចាស់ព្រឹទ្ធាចារ្យអញ្ចឹងវត្ថុក្នុងលោកនេះបានដោយការគោរពប្រសើរដោយការគោរពវត្តក្នុងទីនេះគឺវត្តប្រណិប័តគេឲ្យឈ្មោះថាវត្តហ្នឹងគឺមកពីវត្តប្រណិប័តជាទីគោរពប្រណិប័តហើយបើមិនគោរពប្រណិប័តទេគឺថាពិបាកហើយជាពិសេសព្រះសង្ឃគ្រប់ព្រះអង្គទាំងអស់ដែលព្រះអង្គគង់ក្នុងអាវាសនេះគឺថាត្រូវតែគោរពប្រណិប័តព្រោះបុរាណលោកឧបមាបីដូចកង្កែបនៅជាមួយនឹងបឹងឈូកប៉ុន្តែកង្កែបហ្នឹងមិនដែលស្គាល់រសជាតិផ្កាឈូកផ្លែឈូកលំអងឈូកថាមានក្លិនក្រអូបផ្សាយយ៉ាងម៉េចអត់ទេដេកត្រាំសំងំតែក្នុងភក់ហ្នឹងប៉ុន្តែកន្លងឃ្មុំសត្វទីតីឯណោះដែលជាភូមិរៈជាតិដតីនៅឯណាឯណីនោះហែមកក្រេបលំអងក្លិនរសដល់ក្រអូបឈ្ងុយរបស់ផ្កាឈូកអញ្ចឹងឲ្យសេចក្តីប្រៀបធៀបក្នុងទីនេះគឺថាអ្នកដែលនៅក្នុងវត្តវាអារាមនេះត្រូវមានការគោរពប្រណិប័តផងកុំឲ្យតែយើងនៅនឹងធ្វើខ្លួនដូចជាកង្កែបមកពុទ្ធបរិស័ទលោកនៅផ្ទះឲ្យស្រុកឆ្ងាយឯណោះទេបណ្ដៃមកក្រេបលំអងការពិវត្តយើងទៅអានឹងគឺថាចាំងគេមនុស្សធនហ្នឹងមនុស្សអវង្សារោអានឹងអញ្ចឹងណាអញ្ចឹងវត្តអារាមនេះកសាងបានហើយត្រូវការថែរក្សាផងប៉ុណ្ណាវិហារធ្វើជា20ឆ្នាំកុំធ្វើហើយបកុលឲ្យព្រៀបណាអានឹងប្រយ័ត្នឲ្យមែនតែនហើយវិហារដែលបកុលឲ្យព្រៀបគឺលោកមិនដែលឡើងវិហារបើលោកឡើងវិហាររងថ្ងៃអត់ទេព្រៀបអត់នៅដែរនៅក៏វាមិនហ៊ានជួសមានអីទេយើងបោសសម្អាតព្រឹកល្ងាចដែរប៉ុន្តែបើមិនដែលឡើងទេគឺព្រៀបហើយអញ្ចឹងមិនមែនធ្វើវិហារនឹងឲ្យព្រះបើទៅជាធ្វើវិហារឲ្យព្រៀបបើតែគេឃើញអញ្ចឹងអាសក្តីជ្រះថ្លារបស់ពុទ្ធបរិស័ទជើងវត្តនឹងក៏សត់ចុះសេចក្តីជ្រះថ្លារបស់បរិស័ទខាងឆ្ងាយវត្តនោះក៏ស្រុតចុះក៏ធ្លាក់ចុះហើយនឹងអញ្ចឹងចាប់ផ្ដើមអស់បរិស័ទនាំគ្នាធ្វើមុខមិនស្រស់
នឹងបានទេអញ្ចឹងគឺថាគប្បីតែធ្វើបានហើយគុណាគុណម្ចាស់ជាព្រះគ្រូចៅតកានេះព្រះអង្គមេគុណគឺមុនគេណាមុនគេហ្នឹងគឺថាមុនដោយគ្រប់រឿងទាំងអស់តែយើងមេចុះទៅធ្វើពលកម្មហើយលែងអីកូនលោកទៅធ្វើពលកម្មតែមេចុះទៅធ្វើកិច្ចវត្តព្រឹកល្ងាចហើយរឿងអីកូននឹងមិនធ្វើតាមអាហ្នឹងតែមេគុណហ្នឹងគឺថាឲ្យមុនគេមេគុកទៀតមុខគេទៀតហ្នឹងណានៅពីមុខគ្រប់ស្ថានភាពទាំងអស់ក្នុងការថែរក្សាវត្តវាអារាមព្រោះព្រះអង្គមើលនៅក្នុងសេចក្តីប្រកាសដែលគេតែងតាំងជាព្រះគ្រូចៅតកានេះគឺឲ្យមើលការថែរក្សាវត្តវាអារាមសម្បត្តិជាគរុភ័ណ្ឌអញ្ចឹងមានវិហារណាជាដើមណាព្រះវិហារហ្នឹងបើឲ្យយើងធ្វើដល់ឆ្នាំណាទេបន្ទាប់តែបរិស័ទលោកធ្វើហើយបរិស័ទគេផ្ញើសេចក្តីទុកចិត្តជាមួយនឹងយើងហើយទើបបានគេធ្វើហើយបើយើងបំផ្លាញសេចក្តីទុកចិត្តរបស់បរិស័ទហើយអានឹងបរិស័ទលោកមិនរាប់រកទៀតទេបានតែម្ដងហ្នឹងទេអញ្ចឹងសូមព្រះអង្គ8ព្រះអង្គដែរក្នុងវត្តនេះព្រោះតែកាលណាខ្ញុំកណាម្ចាស់នឹងសង្ឃឹមជឿជាក់ថានឹងថែរក្សាវិហារដល់ថ្មីសាឡាងនឹងឲ្យបានស្អាតបាតមានសណ្ដាប់ធ្នាប់របៀបរៀបរយនឹងឲ្យវែងឆ្ងាយទៅអានេះអញ្ចឹងដើម្បីឲ្យភាពចម្រុងចម្រើននេះក៏កាន់តែលូតលាស់ដុតដាលទៅដូចយើងដាំដំណាំអញ្ចឹងណាមិនមែនគ្រាន់តែយកគ្រាប់ហើយទៅបាញដីថាបានដំណាំមកហូបទេវាអត់ទេវាតល់តែថែស្មៅស្រោចទឹកដាក់ជីជ្រួយគុលទៀតអញ្ចឹងវត្តហ្នឹងគឺថាមិនមែនគ្រាន់តែកសាងឲ្យទុកចោលកសាងឲ្យទុកចោលហ្នឹងគឺថាអាហ្នឹងចប់ហើយបន្ទាប់តែកសាងឲ្យត្រូវការមើលថែចិត្តផ្ចង់ណាថែរក្សាឲ្យបានអាហ្នឹងទើបញ៉ាំងអ្នកដែលមិនមានសទ្ធាឲ្យគេមានសទ្ធាញ៉ាំងអ្នកដែលមានសទ្ធាហើយឲ្យរឹងរឹតតែមានសទ្ធាជ្រះថ្លាទៅបាទចា៎អញ្ចឹងខ្ញុំកណាម្ចាស់ចូលរួមដោយសង្ខេបខ្លីក្នុងទីនេះមិនមានអីវែងឆ្ងាយទេជាចំណែកជាធម្មកថាខ្លីក្នុងកម្មវិធីបញ្ចុះខណ្ឌសីមាវត្តធាតុក្នុងវេលាឱកាសថ្ងៃសៅរ៍13កើតខ្នើតខែមិញនេះដោយអំណាចនៃផលានៃសង្ឃដែលកើតឡើងទីធម្មទាននេះសូមទៅជួយបីបងថ្នមបំពេគុំក្រងប្រគុណាគុណម្ចាស់គ្រប់ព្រះអង្គញាតិញោមពុទ្ធបរិស័ទស្រីប្រុសទាំងអស់សូមបានសម្ប្រកបជួបប្រទះតែនឹងពុទ្ធមង្គលពរទាំងឡាយ4ប្រការគឺអាយុជាអ្នកមានអាយុវែងវណ្ណៈជាអ្នកមានពរសម្បុរកាយល្អសុខៈជាអ្នកមានសេចក្តីសុខកាយសប្បាយចិត្តពលៈជាអ្នកមានកម្លាំងកាយកម្លាំងស្មារតីកិច្ចការប្រាថ្នានៅពរណាសម្បត្តិណានោះសូមឲ្យបានសម្រេចកំបីឃ្លៀងឃ្លាតខ្លាចទៅជាបការៈដតៃឡើយយ៉ាងធម្មទេសនាងទេសេសាមិរិធម្មវិសេសទេសនាដែលសម្ដែងដោយខ្ញុំបកណាស្មាភាពមកប្រមាណប៉ុណ្ណេះប្រសន្នមតទៅចាប់តែប៉ុណ្ណេះឯងអេវ៉ាំងសាធុពាក្យរស់ដាំង